បងប្អូនដែលជាជាងសាឡនធ្លាប់ជួបបញ្ហាសរសៃសក់អតិថិជនឆ្លក់ប្រហែលជាឆ្លក់បែបនេះឬក៏ឆ្លក់បែបនេះប្រភេទសរសៃសក់បែបឆ្លក់ហ្នឹងណាពិបាកខ្លាំងប្រហែលជាគាត់លាបខ្លួនឯងឬក៏គាត់លាបនៅជាងដែលប្រើផលិតផលអត់មានស្តង់ដារហើយកាន់តែពិសេសទៀតគាត់ចេះជាងទៅទិញថ្នាំយកមកលាបខ្លួនឯងរួចហើយទទួលមួកឲ្យប្រាប់តែចេះសក់គាត់ដុំជួយគាត់ផងជួបអញ្ចឹងហ៎ចាជួបអញ្ចឹងប្រហែលជាញឹកញាប់ខ្លាំងឥឡូវកុំត្អូញត្អែមួយរឿងនឹងអីជួបអញ្ចឹងហើយស្នាដៃរីខ្មែរមានផលិតផលមួយដែលចង់ណែនាំអ្នកទាំងអស់គ្នាថាជួយបានយ៉ាងល្អបំផុតគឺថ្នាំសក់ជួរលុបឆ្លក់បងប្អូននេះជួរលុបឆ្លក់គឺជួរអក្សរ D ក្នុងជួរអក្សរ D ទាំងអស់សក់ដែលឆ្លក់លុបបានយ៉ាងល្អបំផុតដោយបងប្អូនគ្រាន់តែជ្រើសរើសថ្នាំមួយណាក៏បានរួចដឹងពីគោលដៅដែលត្រូវប្រើបើសិនជាអ្នកទាំងអស់គ្នាចង់បានក្រមៅលុបបាន 100% តែក្រមៅប្រើ OC លេខ3ហើយបើអ្នកទាំងអស់គ្នាចង់បានពណ៌ល្មមលុបបាន 100% ប្រើ OC លេខ6បើអ្នកទាំងអស់គ្នាចង់បានភ្លឺចាលុបបាន 90% OC លេខ9มันអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាប្រើ OC លេខ12នេះទេព្រោះថាពណ៌ចេញមកភ្លឺខ្លាំងมันបានពណ៌ស្មើល្អទេវីដេអូនេះខ្ញុំនឹងបង្ហាញពីសក់មួយបងប្អូនអាចចូលមើលសក់របស់អតិថិជនមានសភាពពណ៌ដុំស្ងួតប្រេះហើយមើលទៅសភាពសក់របស់គាត់ស្មោកខ្លាំងយើងនឹងជ្រើសរើសពណ៌ឲ្យគាត់គឺពណ៌ 8.455 នេះបងប្អូនខ្ញុំជ្រើសរើសប្រើជាមួយនឹងOC លេខ3ផ្នែកខាងចុងដោយគាត់មានពណ៌ស្រាប់ផ្នែកខាងគល់ជ្រើសរើសជាមួយនឹង OC លេខ6បើសិនជាចង់ឲ្យស្មើ100ហ្មងប្រើលេខ9ដោយសារចុងគាត់ស្មើនឹងលេខ9ហើយអញ្ចឹងលាបចុងឲ្យអស់យើងលាបគល់រួចហើយរក្សាទៅតាមតួនាទីរបស់ទឹក OC បន្ទាប់ពីដល់នាទីហើយអ្នកទាំងអស់គ្នាលាងសម្អាតទឹកស្អាតឲ្យបានស្អាតល្អនឹងចេញពណ៌ក្រហមស្អាតបែបនេះតែម្ដងបងប្អូនទាំងអស់គ្នាសម្រាប់ពណ៌ផ្សេងទៀតដែលមានដូចជាស្លែដែលមានដូចជា7.7 5.75និង 6.66 C5.76 C6.75 C6.74 និង C6.71 ខ្ញុំជ្រើសរើសកងសក់ប្រភេទឆ្លក់យកមកលាបឲ្យបងប្អូនទាំងអស់គ្នាអាចកលេចទៅមើលក្នុងប្រតិបត្តិការយើងកំពុងតែលាបផ្ទាល់បងប្អូនអាចមើលឃើញចាសក់នេះយើងលាបហើយក៏យកមកគូបកងឲ្យបងប្អូនទាំងអស់គ្នាមើលថាពីមុននិងក្រោយតើខុសគ្នាប៉ុណ្ណាដូច្នេះលែងជាបញ្ហាទៀតហើយសម្រាប់ជាងសាឡនទាំងអស់គ្នាសក់ដែលឆ្លក់បែបនេះហៅមកកន្លែងយើងដើម្បីបានចំណូលបន្តទៀតដើម្បីបានចំណូលរឿងដែលសំខាន់អតិថិជនបែបនេះมันអនុញ្ញាតឲ្យប្រើថ្នាំធូរថ្លៃទេត្រូវប្រើថ្នាំល្អជាប្រភេទថ្នាំព្រីមៀមនេះទើបជាប់បានល្អបំផុតថ្នាំផ្សេងនឹងងាយហើរហើយអត់ស្មើល្អសូមអ្នកទាំងអស់គ្នាគិតពិចារណាចំណុចនេះអាចឆាចទៅលើគាត់ត្រឹម$5បន្ថែមទៅឬក៏20,000រៀលទៅហើយសក់ដែលទទួលកម្មាមកបែបនេះគាត់ព្រមឲ្យយើងហើយនេះគឺជារឿងសំខាន់ហើយក៏ជាចំណូលមួយសម្រាប់អ្នកទាំងអស់គ្នាដែរចាសង្ឃឹមថាវីដេអូនេះអ្នកទាំងអស់គ្នាអាចយកទៅប្រើការបានជាមួយនឹងស្នាដៃរីខ្មែរសាឡនកុំភ្លេចជួយ like និង share ដើម្បីទទួលបានវីដេអូថ្មី comment ក្រោមវីដេអូនេះដើម្បីជាព័ត៌មានឲ្យនាងខ្ញុំធ្វើវីដេអូថ្មីបន្តទៀតជម្រាបលាបាយបាយ